ប្រទេសថៃបានចេញការប្រមានកម្រិតពណ៌លឿងនៅស្រុកហាត់យ៉ៃនៃខេត្តសង្ខឡាពីព្រោះទឹកភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យកម្ពស់ទឹកឡើងខ្ពស់បង្កជាទឹកជំនន់លិចហូរហៀប្រឡាយស្ទឹងបឹងបួរនិងទឹកហូរបុកគំហុបយ៉ាងខ្លាំងតាមការចេញផ្សាយរបស់វិទ្យុ SM91 ត្រា Prisfro នៅថ្ងៃប្រហ័សទី18ខែធ្នូឆ្នាំ2025អ្នកស្រុកហាត់យ៉ៃបានទទួលសារប្រកាសអាសន្នដែលប្រមានឲ្យពួកគេប្រុងប្រយ័ត្នឬជំនះខ្លួនជាចាំបាច់ភាគខាងត្បូងប្រទេសថៃកំពុងរងគ្រោះដោយព្យុះមូសុងដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបង្កជាទឹកជំនន់បំណាក់ដីរួចទៅហើយនៅខេត្តសង្ខឡាទើបតែបានធូរស្រាលពីគ្រោះទឹកជំនន់ដ៏សាហាវមិនទាន់បានប៉ុន្មានសប្តាហ៍ផងឥឡូវកើតមានទឹកជំនន់ជាថ្មីជាពិសេសនៅក្នុងឃុំបាត់ខាលុំបាត់តារារ៉ានុតនៃស្រុករ៉ានុតផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃតួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូគឺមានចំនួន267នាក់បាត់ពលរដ្ឋបន្ទោសរាជរដ្ឋាភិបាលទីក្រុងបាងកកថាបិទបាំងតួលេខក៏ដោយ